មួយមុខនេះយកបានញ៉ាំម្ដងនិយាយពីថាឆ្ងាញ់ខ្លាំងមែនទែនថ្ងៃនេះកំពុងតែធ្វើម្ហូបរៀបញ៉ាំបាយជាមួយនឹងអ្នកម្ដាយស្រាប់តែប្អូនប្រុសមកពីផ្សារវិញណាយូរឡើងសំពីងសំពងតែម្ដងមកពីធ្វើការឈៀងចូលផ្សារមកវិញមានខ្វះរបស់ញ៉ាំទេបងប្អូនមិនថាយប់ឬក៏ពេលថ្ងៃទេគឺទម្លាប់បែបហ្នឹងឯងនៅផ្ទះមិនថាកំពុងតែធ្វើម្ហូបអីទេឲ្យតែគាត់ទិញមកពីផ្សារហ្នឹងម្ហូបដែលយើងកំពុងតែធ្វើហ្នឹងដឹងតែទុកសិនហើយរស់រាន់ប្រញាប់ធ្វើម្ហូបដែលគាត់ចង់ញ៉ាំហើយណាមួយមុខម្ហូបឲ្យមុខនេះបងប្អូនត្រីកម៉យចំហុយនេះគឺខានញ៉ាំយូរអង្ការម៉ែនៅលក់និយាយពីថាមានស្ទើរតែរាល់ថ្ងៃទិញអស់យើងចង់ញ៉ាំពេលណាក៏បានដូច្នេះហើយនៅឃើញចង់ញ៉ាំអញ្ចឹងក៏គាត់ទិញមកយកមកចំហុយទាំងថ្ងៃតែម្ដងដល់ពេលប្រញាប់ខ្លាំងពេកអញ្ចឹងអត់បានចំហុយស្រួលបួទេបងប្អូនអើយដាក់ទៅឆ្នាំងចាវហើយដាក់ត្រីយកហ្នឹងដាក់គ្រឿងក្រៅយកតែម្ដងហើយមានខ្ទឹមសខ្ទឹមក្រហមក៏ដូចជាស្លឹកខ្ទឹមរបស់យើងនឹងឯងបងប្អូនដាក់រោយពីលើហើយយើងដាក់ទឹកត្រីអំបិលប៊ីចេងស្ករហើយយើងបន្ថែមទឹកបន្តិចមកបន្ទាប់ពីផ្សាយផ្សំគ្រឿងក្រៅរួចហើយដាំរងាស់តាមមករំពុះហ្នឹងគឺជាការស្រេចហើយបងប្អូនមុខម្ហូបឯមុខនេះនិយាយពីថាងាយធ្វើមែនតើដោយសារតែត្រីហ្នឹងវាឆ្អិនស្រាប់មកពីនាយអញ្ចឹងបងប្អូនគ្រាន់តែយើងលាងសម្អាតយកមកផ្សាយផ្សំគ្រឿងដាំរងាស់ទៅមួយផ្លែតឆ្អិនតែម្ដងហើយនិយាយពីថាឲ្យតែមានមុខម្ហូបឯមុខនេះបងប្អូនហើយបាយនឹងកោសឆ្នាំងហើយច្បាច់តែក្រូចឆ្មារៀងជូហល់មកហើយមានតសក់មានអីធ្វើជាអន្លក់មករួចមកពេលចំណែកឯម្ហូបធ្វើជាមួយអ្នកម្ដាយគឺយើងទុកញ៉ាំពេលក្រោយបងប្អូនដែលជានារីទាំងអស់គ្នានៅពេលដែលមានភ្ញៀវមកលេងប្រចាំខែកុំភ្លេចប្រើជាមួយនឹងសម្លៃអនាម័យសោភានារីដែលជាផលិតផលរបស់ក្រុមហ៊ុនចែសោភាផ្សារធម្មជាតិ24ជាប្រេនរបស់កូនខ្មែរយើងពិតចូលរួមគាំទ្រផលិតផលខ្មែររបស់យើងទាំងអស់គ្នាបងប្អូនប្រើសម្លៃអនាម័យសោភានារីគឺផ្ដល់ភាពសុខស្រួលពេញមួយថ្ងៃផ្ដល់នូវការការពារបានល្អអំឡុងពេលមរដូវស្រូបនឹងជក់ទឹកបានច្រើនហើយជាពិសេសទំហំបងប្អូនសមស្របបំផុតដែលបងប្អូនអាចរកទិញបានតាមតូបតាមផ្សារកន្លែងលក់គ្រឿងក្រអូបតាមម៉ាតនិងផ្សារទំនើបគ្រប់25ខេត្តក្រុងឬទំនាក់ទំនងតាមផ្លូវផ្សារធម្មជាតិ24